បាទខ្ញុំបាទសូមកោតសរសើរទៅដល់អ្នកគ្រូទាំងពីរនាក់ដែលជាអ្នកបរៀននៅខេត្តសៀមរាបបាទកូនសិស្សរបស់គាត់ច្រើនមែនទែនហើយខ្ញុំសូមសរសើរចំពោះការលះបង់ដ៏ខ្ពស់សម្រាប់គាត់ពីមុនគាត់ក៏ពិតគាត់មានថ្នាក់នៅក្នុងខេត្តសៀមរាបហើយក៏គាត់ធ្លាប់បរៀនទៅពីមុនដែរប៉ុន្តែមានប្រជាជនមួយចំនួនគាត់បានធ្វើការផ្លាស់ប្ដូរមករស់នៅខាងរុនតាឯកហើយមិនថាសិស្សថ្មីសិស្សចាស់ទេគឺគាត់សុខចិត្តបាទជិះម៉ូតូជិត30គីឡូជាងមកដល់ទីក្រុងរុនតាឯកដើម្បីធ្វើការបង្រៀនដល់ពួកគាត់អ្នកទាំងអស់គ្នាមានដឹងអត់ថាមូលហេតុអីបានគាត់ធ្វើការលះបង់ខ្លាំងមែនទែនចំពោះពីអ្នកគាត់ក៏ពិតទៅបើសិនជាអត់មានសិស្សដែលគាត់ចង់រៀនពីថ្នាក់អាជីវកម្មក៏យើងអត់ទៅមានបង្រៀនឬក៏បើកនៅទីនោះដែរដោយសារមូលហេតុធំមួយគឺប្រជាជននៅតំបន់នោះគឺគាត់ចង់រៀនគាត់ចង់ចេះគាត់ចង់ដឹងអំពីការរៀនធ្វើអាជីវកម្មដោយសារពួកគាត់ធ្លាប់តែប្រកបអាជីវកម្មធម្មតារកតាមចំណូលធម្មតាប៉ុន្តែនៅពេលដែលគាត់រៀនគឺគាត់ដឹងច្រើនមែនទែនពេលខ្លះទៅគាត់ខ្វះខាតនៅដើមទុនបើកអាជីវកម្មគាត់ខ្វះនៅចំណេះជំនាញចឹងជាមូលហេតុមួយដែលអ្នកគ្រូគាត់មកបង្រៀនទាំងស្នាមញញឹមទាំងសប្បាយចិត្តទាំងកម្លាំងកាយកម្លាំងចិត្តនៅក្នុងការបង្រៀនហើយមួយទៀតទាំងអស់គ្នាបានឃើញទស្សនវិជ្ជាជាក់ស្ដែងនៅទីនេះហើយមានន័យថាអត់មានអាគារសាលារៀនទេបាទប៉ុន្តែប្រជាជននៅទីនោះគឺគាត់ធ្វើការលះបង់ផ្ទះរបស់ខ្លួនគាត់ដើម្បីធ្វើការចែករំលែកដល់សិស្សដទៃទៀតគាត់បានរៀនផងដែរបាទ